ជិះដំបងច្បាប់សូមគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលស្រឡាញ់នៅវិស័យកសិកម្មការដែលចិញ្ចឹមសត្វបាទថ្ងៃនេះខ្ញុំបាននាំពុកម៉ែបងប្អូនមកមើលអំពីការចិញ្ចឹមកែបជាលក្ខណៈគ្រួសារបែបធម្មជាតិនៅឯផ្ទះបងប្រុសម្នាក់ដែលគាត់ចិញ្ចឹមបាទហើយនេះគឺជាសកម្មភាពដែលដាក់ចំណីឲ្យកូនកែបបាទហើយសុខភាពរបស់វាពិតជាល្អមែនទែនបាទចំពោះការចំណាយដែលគាត់ចិញ្ចឹមនេះគឺវាអស់ថ្លៃតិចមែនតើបាទពុកម៉ែបងប្អូនបាទគាត់ស្បែកដែលគាត់ទិញយកមកហុំហ្នឹងគឺមិនច្រើនប្រហែលទេចំណាយអស់ត្រឹមតែ30000 ទៅ 40000 រៀលតែប៉ុណ្ណោះពុកម៉ែបងប្អូនបាទហើយពិតជាចំណេញថវិកាច្រើនមែនតើបាទយើងចំណេញជាងការដែលយើងទិញតង់យកមកចិញ្ចឹមក្នុងការដែលយើងចិញ្ចឹមបែបនេះហើយនេះគឺជាសកម្មភាពនៃការស៊ីចំណីរបស់កូនកែបបាទវាពិតជាសុខភាពល្អមែនតើបើយើងមើលទៅពុកម៉ែបងប្អូនសកម្មភាពរបស់វាគឺយើងមើលទៅវាសប្បាយចិត្តវារីករាយព្រោះថាការចិញ្ចឹមបែបនេះគឺយើងមើលទៅធ្វើឲ្យកែបតែហ្នឹងវាមានសេរីភាពហ្នឹងថាពេលយប់ឡើងវាអាចដើរស៊ីកូនសត្វអីបានព្រោះថាការចិញ្ចឹមបែបនេះគឺយើងមើលទៅបាទគឺលក្ខណៈថាដូចជាធម្មជាតិបេះបិទអញ្ចឹងបាទវារស់នៅបែបជាលក្ខណៈធម្មជាតិនៅឯតាមវាដូចគ្នាអញ្ចឹងដែរពុកម៉ែបងប្អូនគាត់ថាបែបនេះគឺយើងប្រើជាមួយនឹងចំណីខ្លះដែរពុកម៉ែបងប្អូនហើយការចំណាយគឺចំណាយតិចអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនដែលមានបំណងដូចជាស្រឡាញ់នៅវិស័យការចិញ្ចឹមសត្វអាចមើលវីដេអូនេះហើយមានគំនិតក្នុងការដែលច្នៃធ្វើចិញ្ចឹមសម្រាប់ខ្លួនឯងអញ្ចឹងអរគុណសូមគោរពសូមជម្រាបលា